បាទសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូបង្ហាញអំពីឧបទ្ទវហេតុរបស់ឧទ្ធម្ភាគចធ្លាក់នៅឆ្នេរ Huntington Beach បាទនៅរដ្ឋ California សហរដ្ឋអាមេរិកហេតុការណ៍នេះបានកើតឡើងនៅជិតផ្លូវ Pacific Coast Highway ដែលមានអក្សរកាត់ថា PCH ក្បែរ Twin Dolphin Drive ហើយនិង Beach Boulevard ព័ត៌មានសំខាន់ឧត្តមភាគចនេះបានបាត់បង់ការគ្រប់គ្រងនិងបានវិលចុះក្រោមមុននឹងធ្លាក់បុកនឹងដើមត្នោតនិងកន្លែងចុះជណ្ដើររបស់អ្នកថ្មើរជើង Pedestrian Bridge Staircase នៅក្បែរសណ្ឋាគារ Hyatt Regency បាទឧបទ្ទវហេតុនេះបានបណ្ដាលឲ្យមនុស្ស5នាក់រងរបួសក្នុងនោះមាន2នាក់ជាអ្នកនៅក្នុងឧទ្ធម្ភាគចហើយនៅ3នាក់ទៀតគឺជាអ្នកថ្មើរជើងនៅតាមផ្លូវពួកគេទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាទមន្ទីរពេទ្យហើយឧទ្ធម្ភាគចនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍រៃអង្គាសប្រាក់ប្រចាំឆ្នាំ Cars and Coppers on the Coast មូលហេតុនៃការធ្លាក់នៅមិនទាន់ដឹងឡើយទេបងប្អូនហើយគេកំពុងតែគេហៅថាក្រមការស៊ើបអង្កេតរបស់អាជ្ញាធរដែលពាក់ព័ន្ធហ្នឹងណាអញ្ចឹងអ្នកទាំងអស់គ្នាមើលវីដេអូចាក់ស្ដែងទៅហើយវីដេអូនេះគឺបង្ហាញថាការធ្លាក់នេះគឺវាអត់បណ្ដាលឲ្យបាត់បង់នៅការថាបាត់បង់នៅអាយុជីវិតទេដោយសារមើលទៅការហោះនេះគឺវាអត់ខ្ពស់ដែរហើយបើសិនបើករណីថាបើផ្ទុះវិញគឺខ្ញុំថាអត់និយាយអត់ចេញមកបងប្អូនអាចគិតទៅឃើញហើយការបោះហោះនេះគឺគេមានកម្មវិធីរៃអង្គាសអញ្ចឹងណារៃអង្គាសប្រាក់ប្រចាំឆ្នាំរបស់ Cars and Coppers on the Coast អានឹងខ្ញុំអត់ដឹងកម្មវិធីអីដែរគ្រាន់តែនេះខ្ញុំបានព័ត៌មានមកពីខាងក្រៅទេបងប្អូនណាអរគុណច្រើន